បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទមកធ្វើវីដេអូបង្ហាញពីបញ្ហាកសិកម្មទៀតហើយបញ្ហាជំងឺនៅលើដំណាំស្រូវអញ្ចឹងបងប្អូនឃើញដំបូងនេះគឺប្រភេទស្មៅយ៉ាងไรដែលកសិករគាត់ហៅស្មៅយួនឬក៏ស្មៅបីក្បាលមានកតុយកតុយឆ្កែកតុយអីផ្សេងហ្នឹងបាទនេះការដាក់របស់វាគឺខ្លាយវាគឺមានកតុយចាំមកគេហៅថាបីក្បាលមានកតុយណាបងប្អូនអញ្ចឹងស្រែនេះគឺវាមានស្មៅនឹងច្រើនអញ្ចឹងជាហេតុធ្វើឲ្យពលឺថ្ងៃវាចូលឲ្យគ្រប់គ្រាន់ដែលវាធ្វើឲ្យស្រូវហ្នឹងវាងាយនឹងឆ្លងជំងឺអញ្ចឹងចូលទៅប្រធានបទរបស់យើងតែម្ដងទៅដោយសារតែថ្ងៃនេះខ្ញុំបង្ហាញបញ្ហាជំងឺមួយប្រភេទដែលកើតនៅលើស្រូវណាបងប្អូនអញ្ចឹងបងប្អូនអាចឃើញបានហើយ នេះគឺជាស្រូវនៅក្រោមស្មៅណាបងប្អូនដោយសារស្មៅវានៅលើអញ្ចេះហើយស្រូវនៅខាងក្រោមអញ្ចឹងពលឺថ្ងៃវាចូលឲ្យគ្រប់គ្រាន់ស្របពេលដែលខែបច្ចុប្បន្ននេះវាសើមខ្ពស់ទៀតហើយសំណើមខ្ពស់បើថ្ងៃតិចជាស្ដាយស្មាននេះម៉ោងបាន10ហើយបងប្អូនអាចឃើញនេះទៅខាងកើតហើយគឺអត់មានថ្ងៃបើកទេសើមក៏អត់ស្ងួតដែរណាបងប្អូនបាទសើមអាចឃើញបានសើមនៅមាននៅតាមស្លឹកនៅឡើយទេនេះបាទអញ្ចឹងដើម្បីជួបប្រធានបទយើងខ្ញុំចាប់ដើមតែម្ដងទៅបងប្អូនអាចឃើញបានហើយស្ថានភាពស្លឹកស្រូវនេះស្លឹកស្រូវគឺកើតបញ្ហាជំងឺអុចត្នោតម្ដងបងប្អូនអុចត្នោតនេះអុចត្នោតនៅពេលដែលវាកើតខ្លាំងទៅរហូតដល់រលួយស្លឹកតែម្ដងបងប្អូនណានេះជាមួយខ្ញុំដកអានេះតែមួយមានទឹកសើមយកមកថតតែម្ដងទៅនេះបងប្អូនឃើញទេនៅពេលវាកើតខ្លាំងរហូតដល់រលួយយ៉ាងហ្មងចាំបងប្អូនឃើញទេស្រូវនៅខាងក្រោមនេះគឺរលួយអស់ហើយបាត់ហើយបងប្អូនអើយខ្ញុំមកអត់តន់មកមើលជូនក៏អត់តន់ដោយសារផ្លូវពិបាកហើយតើតូននឹងស្មៅនេះវិញបាច់និយាយទេបងប្អូននេះអត់មានអន់ទេមកបន្តិចអន់តែស្រូវនេះចេញណាបងប្អូននេះស្រូវនេះចេញបាត់ហើយដល់ពេលស្លឹកវាខូចបាត់អស់លេងហ្នឹងឃើញបងប្អូននេះអញ្ចឹងតើតូននឹងបញ្ហានេះគឺវាចូលរួមផ្សំពីបញ្ហាស្មៅចង្រៃដែរបងប្អូនដូចឃើញស្រូវគាត់ដាក់ជីច្រើនដោយសារវាដាច់ទឹកវាក៏រមានទឹកសន្លប់ដាក់ជីច្រើនដោយសារចង់វាល្អលឿនប៉ុន្តែគាត់ស្លាប់ស្មើបានល្អអញ្ចឹងដោយសារស្មៅវានៅស្មៅវាស៊ីជីល្អខ្លាំងទៅហើយស្រូវទៅជាស្មោកស្លឹកស្ដើងដោយសារវាខំលូតពេកប្រអុយរេច្រើនស្លឹកវាលូតវែងអញ្ចឹងធ្វើឲ្យស្លឹកវាស្ដើងងាយឆ្លងជំងឺអញ្ចឹងបងប្អូនអាចមើលបានវាផ្សិតឡើងពេញនឹងបដែម្ដងបងប្អូនណាតែមួយមេឃថ្នោតដូចជាអីទេអញ្ចឹងបាក់ចង់ឲ្យគាត់បាញ់ទៀតបងប្អូនអើយដល់ពេលស្រូវគាត់ដល់ថ្នាក់ហ្នឹងហើយយើងបាញ់ក៏វាមិនបានផលហ្មងទេបងប្អូនខាត់លុយគាត់អញ្ចឹងជាមួយខ្ញុំភាសាមួយគាត់ថាគួរបាញ់ឬអត់បងប្អូនស្មៅណាស្មៅផ្លែហើយបើស្រូវវិញស្រូវនេះផើមធំណាបងប្អូនផើមធំហើយនឹងចេញហើយនេះគួរវាចេញមកហើយប៉ុន្តែវាចេញអត់រួចទេដោយសារជំងឺនឹងវាខ្លាំងមែនទែនបាទអញ្ចឹងហ្នឹងគឺជំងឺហៅថាជំងឺអុចត្នោតណាបងប្អូននេះបងប្អូនអាចឃើញបានបញ្ហាជំងឺអុចត្នោតគឺបែបហ្នឹងវាខុសពីបលាស់បតក់ដោយក្របភ្នែកប៉ុន្តែអានេះគឺបលាស់នៅជំងឺអុចត្នោតវាមានចូលគ្នាអុចត្នោតនិងបលាស់បាទនេះបងប្អូនឃើញទេអានេះអុចត្នោតហើយនេះប្រភេទស្ពររបស់វាយើងហៅថាស្ពរផ្សិតហ្នឹងនៅខាងក្រោមនេះពេលយើងបរិចមីក្រូទស្សន៍បានឃើញស្ពរផ្សិតដែរវាឆ្លងពេលខ្យល់វាបោកไปស្លឹកមួយទៅវាឆ្លងបងប្អូនអញ្ចឹងបងប្អូនដែលឃើញបញ្ហាចាប់មានអុចស្លឹកលើស្រូវហើយស្រោតបាញ់ទៅបងប្អូនកុំឲ្យហួសពេលដូចគាត់ខ្ញុំឃើញក្តប់ខ្លះគឺងាប់បាត់ហើយហ្នឹងបងប្អូនអើយចប់បាត់ហើយនេះចប់បាត់ហើយមើលមិនអីទៀតស្រូវងាប់បាត់ហើយណាវាស្មោកខ្លាំងពេកបងប្អូនអើយស្ដាយហ៎មើលឡើងងាប់ស្រូវអស់លេងបាត់ហើយហ្នឹងងាប់មកដប់បាត់ហើយមានអីខឹមទៀតបងប្អូនអើយចប់បាត់ហើយនេះឡើងស្វិតអស់ហើយអញ្ចឹងអាហ្នឹងមានថ្នាំព្យាបាលបងប្អូនបើសិនជាកើតមុំព្យាបាលបានប៉ុន្តែបើស្រូវវាអត់នេះហើយយើងព្យាបាលបានតែត្រឹមបន្ទប់ទេដោយសារវាអស់ស្លឹកលាស់ហើយបងប្អូនដឹងហើយស្រូវវាអស់ស្លឹកលាស់ត្រឹមស្លឹកទងជ័យស្លឹកដែលជាប់ផើមជាប់ផ្លែហ្នឹងតែពេលដែលអស់ស្លឹកហ្នឹងហើយមានស្លឹកណាលាស់ទៀតហើយទោះបើយើងបាញ់ជាមែនក៏វានៅតែស្លឹកក្រហមដដែលបាទអញ្ចឹងបងប្អូនកុំឆ្ងល់ថាអូស្រូវខ្ញុំបាញ់ថ្នាំហើយមិនក៏នៅតែក្រហមបានអីវាខៀវវិញបើវាអស់ស្លឹកលាស់ហើយនឹងស្រូវវាចូលវគ្គផើមវគ្គចុងក្រោយហើយអញ្ចឹងបងប្អូននេះលួយអស់បាត់ហើយដកមកភ័យគល់បាត់ហើយណាបងប្អូននេះស្រូវវាផ្សិតខ្លាំងរហូតដល់ភ័យគល់ស្រូវបាត់ហើយនេះនៅទៀតចាប់បាត់ហើយតើបាញ់ស្មៅភ័យគល់ឥឡូវស្រូវភ័យគល់បាត់ហើយណាបងប្អូននេះមើលសារភាពស្រូវនៅទៀតទៅបាញ់វិញក៏នឹងជួយបានផ្សិតគល់
ហើយហ្នឹងលើដកបដ ாய் ទៅដកមើលបដ ாய் ទៅនេះវាខូចផុយគល់អស់ហើយហ្នឹងស្រូវចប់បាត់ហើយចឹងអានឹងខាងក្រុមហ៊ុនខ្ញុំមានថ្នាំព្យាបាលដូចជាក្រាមណាំរង8ឬក៏ស្រូវខ្លាំង88ឬក៏ប្លាស្រូវ KS ណាមានចំនួនមានឈ្មោះថ្នាំដែរហើយមានថ្នាំប្រាច់បាញ់ត្រាប់ព្យាបាលវាគាត់ថានេះយើងមកយឺតតិចបាត់ហើយនឹងគាត់ចោលតែគាត់ចោលបាត់ហើយបែបព្រោះវាចាលីកាតបាត់ហើយស្រូវងាប់បាត់ហើយបាទក្រហមប្រាក់មកដប់អស់ហើយបងប្អូនមើលបានហើយស្រូវនេះនៅខាងស្រុកប្រាសាទបាគងខេត្តសៀមរាបណាបងប្អូនណាខ្ញុំដកឲ្យមើលនេះមិនសញ្ញាស្រូវថានេះហុយគល់បាត់ហើយកាត់ខ្លាំងមែនតែនបដ ாய் ចឹងភាសាដាស់តឿនសម្រាប់ពុកម៉ែបងប្អូនយើងហើយចូលទាំងបាក់តេរីឆ្នោតស្លឹកទៀតបងប្អូនណាទាំងបាក់តេរីឆ្នោតស្លឹកទៀតជាងជំងឺវាមកទាំងព្រមតែម្ដងនៅពេលដែលស្រូវយើងខ្សោយដើមណាគឺដូចមនុស្សយើងទៅពេលយើងធ្លាក់ខ្លួនឈឺឯមួយដូចថាឧទាហរណ៍ថាអាក្រក់ស្ដាប់វាថាពេលដែលយើងកើតអេដជំងឺផ្សេងមកចូលនៅជាមួយយើងដោយសារជំងឺកើតអេដនៅក្នុងនឹងហើយធ្វើខ្លួនយើងខ្សោយធាតុស៊ាំថយខ្សោយធ្វើឲ្យយើងកើតជំងឺផ្សេងកើតទៀតទឹកនោមផ្អែបទឹកអីទៅនឹងមកឆាប់តែយើងឆាប់ស្លាប់ឆាប់អីចឹងទៅណាបងប្អូនដោយសារតែជំងឺផ្សេងចូលបានលឿនចាប់ហើយបងប្អូនណាមានកែបានទៀតទេប៉ុណ្ណេះហើយចឹងបើយើងបាញ់គឺយើងបាញ់ការពារអាស្រូវដែលខៀវមកដុំនៅអត់ទាន់កើតអីនោះការពារកុំឲ្យវារាលទៅតែបើដែលថាងាប់នេះហួសពេលកែបាត់ហើយបងប្អូនឲ្យសតវាផុយគល់ហើយយើងបាញ់វាក៏មិនបានប្រមាណដែរបាទនេះស្លឹកទាចឹងបញ្ជាក់ទៅគឺថ្ងៃនេះគឺខ្ញុំបង្ហាញអំពីបញ្ហាជំងឺអុចត្នោតហ្នឹងនៅលើដំណាំស្រូវដែលកើតធ្ងន់ធ្ងរមែនទែនដែលខ្ញុំតែធ្លាប់ជួបគឺធ្ងន់ធ្ងរខ្លាំងមែនទែនលើស្រូវពូជ OM5451 ហើយស្រែរបស់គាត់គឺស្មៅច្រើនមកដប់ឲ្យខ្ញុំមិញគឺស្មៅច្រើនខ្លាំងបាទអញ្ចឹងវាជាកត្តារួមផ្សំដែរទី1គឺស្មៅជាស្មៅចង្រៃតែធ្វើឲ្យពលិថ្ងៃគ្រប់គ្រាន់បើយកសារធាតុចិញ្ចឹមទី2ធ្វើមកពីអាកាសធាតុវាអត់បើកថ្ងៃទេម៉ោង 11អីស្មើនេះនៅក្តៅនៅតែស្ទុំទឹកសើមតាមស្ងួតទេហើយសំណើមខ្ពស់ទៅពេលដែលវាពលិថ្ងៃគ្រប់គ្រាន់សំណើមវាខ្ពស់ណាបងប្អូនធ្វើឲ្យជំងឺនឹងរាលដាលលឿនហើយជំងឺអុចត្នោតនេះគឺបកឡើងដោយមេរោគគេហៅពពួកផ្សិតមេរោគផ្សិតហ្នឹងបងប្អូនរាលដាលលឿននៅពេលដែលសំណើមឲ្យគ្រប់គ្រាន់អញ្ចឹងហើយកត្តារួមផ្សំទៀតដោយសារស្រូវគាត់វាតំបន់ហ្នឹងវាអត់សូវដាច់ទឹកយូរស្រូវដាច់ទឹកយូរវាខ្សោយដើមស្រាប់ហើយនៅពេលដែលចាប់ដើមមានទឹកមកគាត់បុកជីខ្លាំងដល់ពេលបុកជីខ្លាំងគាត់លេងអុយរ៉េខ្លាំងនៅពេលគាត់ឃើញស្លឹកស្មោកហ្នឹងតែអុយរ៉េខ្លាំងគឺស្លឹកស្មោកស្លឹកស្ដែងអញ្ចឹងជំងឺហ្នឹងវាងាយរាលដាលចូលខ្លាំងអញ្ចឹងមានអីក្រៅពីព្យាបាលទេបងបាញ់ព្យាបាលទៅអញ្ចឹងវីដេអូខ្លីនេះគឺខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូនខ្ញុំទៅនិយាយមួយគាត់ឲ្យគាត់បាញ់ការពារស្រែផ្សេងទៀតដូចថានេះគឺស្រែរបស់គាត់ដែរបើតែវាអត់សូវក្រាស់អត់សូវស្មោកអីទេចេញមកធម្មតាបើតែអាស្រ័យនេះដោយសារវាក្រាស់ពេកស្មៅខ្លាំងពេកស្មោកឡើងងាប់មកក្រហមមកដប់បងប្អូនឃើញហ្នឹងក្រហមងាប់មកដប់ហ្នឹងបាទអញ្ចឹងខ្ញុំទៅគឺខ្ញុំមានតែប៉ុណ្្នឹងឯងគាត់ជាសារដាស់តឿនបាទអរគុណជម្រាបលាបាទ